ចាសួស្តីពុកម៉ែបងប្អូនថ្ងៃនេះស្រីទូចទំនេរពីការលក់ស្រីទូចមកផ្សំបន្លែធ្វើម្ហូបមួយមុខថ្មីទៀតហើយអញ្ចឹងនាងខ្ញុំមកផ្សំបន្លែប៉ុណ្ណឹងដែរនេះអញ្ចឹងទៅជួបនាងខ្ញុំនៅផ្ទះបាយទាំងអស់គ្នាបងប្អូនថ្ងៃនេះថ្មីរបស់ស្រីទូច Vlog Live ដោយសារតែ channel ចាស់របស់ខ្ញុំមានបញ្ហា channel ចាស់របស់ខ្ញុំឈ្មោះស្រីទូច Seller and Cooking អញ្ចឹងថ្ងៃនេះនាងខ្ញុំសូម Subscribe និង Share និង Like ម្នាក់មួយមកបងប្អូនសម្រាប់ channel ថ្មីរបស់នាងខ្ញុំសូមពុកម៉ែបងប្អូនជួយគាំទ្រនឹងវីដេអូថ្មីរបស់នាងខ្ញុំផងដើម្បីឲ្យពុកម៉ែបងប្អូនទស្សនាជាបន្តបន្ទាប់ថ្ងៃនេះស្រីទូច Vlog Live មកធ្វើបុកល្ហុងត្រីឆ្អើរអំពិលខ្ចីដោយសារតែល្ហុងរបស់ខ្ញុំកាលពីម្សិលមិញនោះគឺមានខ្យល់ភ្លៀងខ្លាំងណាពុកម៉ែអញ្ចឹងឃើញជ្រុះអស់អញ្ចឹងក៏ស្ដាយក៏នឹកឃើញថាមកចង់ញ៉ាំបុកល្ហុងត្រីឆ្អើរអំពិលខ្ចីតែម្ដងផ្លែល្ហុងត្រីឆ្អើរអំពិលខ្ចីសណ្តែកដីប៊ីចេងប្រហុកស្ករខ្ទឹមសនិងម្ទេសល្ហុងរបស់ខ្ញុំមានដូចជាស្លឹកកទួតដែរបកគោកញ្ចប់ត្រសក់ពពាយនិងផ្កាកំប្លោកស្រែធម្មជាតិពុកម៉ែខ្ញុំក៏មានកៅអៅឈូកដែរគឺឆាកៅអៅឈូកជាមួយនឹងសាច់គោរបស់ខ្ញុំគឺចំនួនប៉ុណ្ណឹងដែរដោយសារតែឃើញកៅអៅឈូកខ្ចីល្អខ្ញុំក៏ទិញពូរបស់ខ្ញុំគាត់យកមកឲ្យហើយសក់ហើយរួចជាស្រេចទេពុកម៉ែចឹងសូមអញ្ជើញពុកម៉ែបងប្អូនទស្សនានឹងការធ្វើរបស់នាងខ្ញុំទាំងអស់គ្នាចាចាប់ផ្ដើមចិតល្ហុងចិតសម្បកឲ្យបានស្អាតណាចំណែកក្មួយស្រីរបស់ខ្ញុំគាត់ជួយបកសម្បកត្រីឆ្អើរចេញយកតែខាងសាច់ដើម្បីយកមកធ្វើបុកល្ហុងដោយសារតែស្ដាយផ្លែល្ហុងពុកម៉ែអញ្ចឹងហើយនឹកឃើញចង់ញ៉ាំដែរហ៎ក៏មកធ្វើបុកល្ហុងបែបស្រុកស្រែម្ដងខានញ៉ាំយូរហើយល្ហុងរបស់យើងស្គាល់ល្អនេះសាច់ឆ្ងាញ់តែម្ដងស្រួយសាច់ឡើងណែនតែទូចមែនតែទូចខ្លឹមមួយនឹងហើយពុកម៉ែចិត្តសម្បកបានស្អាតមកដោយសារតែល្ហុងបើនៅសល់តែសម្បកវាល្វីងយើងញ៉ាំទៅល្វីងល្ហុងរបស់យើងអត់សូវមានជ័រដែរណាសគាតិចដែរបានស្អាតរួចរាល់អស់ហើយអូអត់ក្របទេនេះល្អមែនតើខ្ញុំពោះឲ្យមកនេះមានគ្រាប់ដែរក៏យកគ្រាប់ឲ្យបានស្អាតកុំឲ្យឈូសគ្រាប់ចូលនៅក្នុងល្ហុងទៅញ៉ាំទៅល្វីងល្ហុងរបស់ខ្ញុំអត់មានគ្រាប់ទេម៉ែល្អតែម្ដងគ្រាប់តិចនេះមានដែរតែមានតិចទេសក់ខ្ញុំចិត្តសបក3ឆ្នោតអញ្ចឹងអំពិលខ្ចីគឺខ្ញុំកាត់កតុយចាញ់ព្រោះដោយសារតែកតុយស្រួចហ្នឹងពេលយើងញ៉ាំទៅមុខមាត់បុកទៅវារៀងរឹងអំពិលខ្ចីសំខាន់បានរួចរាល់ហើយឥឡូវគឺខ្ញុំចាប់ផ្ដើមយកបន្លែនិងល្ហុងដែលខ្ញុំចិតសម្បកកោសក្របចេញបានស្អាតហ្នឹងគឺខ្ញុំយកទៅលាងតែម្ដងឥឡូវគឺខ្ញុំលាងល្ហុងដែលខ្ញុំបានចិតស្អាតហ្នឹងលាងអស់ជាប់បានល្អនេះស្គាល់
លាងទឹកបង្ហើយរហូតរបស់យើងគឺស្អាតទាំងជ័រស្អាតទាំងក្របតែម្ដងលាងស្អាតរួចរាល់ហើយខ្ញុំសម្អាតបាន3ទឹកហើយ7ខ្ចីគឺខ្ញុំលាងឲ្យបានស្អាតជាតិម្អងវាម្អងពណ៌ណាខ្ញុំលាងឲ្យបានសស្អាតអញ្ចឹងទៅខ្ញុំចិត្តប្រទះបែបហ្នឹងទៅពេលញ៉ាំទៅឆ្ងាញ់ប្រទះរៀងធំអញ្ចឹងដែររហុងរបស់ខ្ញុំគឺខ្ញុំសាប់ហើយខ្ញុំយកកបិតមុខពីរយកមកចិតជាចំណិតអញ្ចឹងបានឆ្ងាញ់ឈូសមើលទៅវាល្អិតជ្រុលអត់ឆ្ងាញ់ទេវារៀងទន់ណាដល់ពេលនេះយើងចិតជាបន្ទះអញ្ចឹងទៅយើងញ៉ាំទៅសាច់ស្រួយល្អដែលខ្ញុំបានចិតហ្នឹងគឺខ្ញុំយកតកកមកត្រាំពីលើឲ្យបានស្រួយល្អញ៉ាំទៅបានឆ្ងាញ់ស្រួយហុងរបស់ខ្ញុំគឺចិតបានរួចរាល់ហើយយកប៉ុណ្ណឹងចាក់តកកត្រាំដែរឲ្យសាច់ល្ហុងស្រួយចាក់ពីលើបន្ថែមទៀតមិនចាក់មួយជាន់ឥឡូវចាក់មួយជាន់ទៀតខ្ញុំដាក់ម្ទេសខ្ទឹមសហើយខ្ញុំបុកជើងឲ្យរៀងម៉ត់បន្តិចមកស្ករត្នោតខ្ញុំដាក់មួយចុងស្លាបព្រាដែរប៊ីចេងប្រហុកម្សៅស៊ុបខ្ញុំបុកឲ្យម៉ត់ចូលគ្រឿងគ្នាបានល្អ7ខ្ចីបុកឲ្យម៉ត់ចូលគ្នាមកដាក់ម្ទេសឲ្យហឹរហោះតែម្ដងគ្រាន់តែដាក់អំពិលនិងគ្រឿងចូលគ្នាលេបទឹកមាត់បាត់ហើយពុកម៉ែខ្ញុំដាក់ត្រីឆ្អើរចូលត្រីឆ្អើរដែលបានបកសម្បកហើយណាបុកចូលជាមួយគ្រឿងដូចគ្នាខ្ញុំបុកត្រីឆ្អើរឲ្យបានម៉ត់ល្អខ្ញុំដាក់ល្ហុងចូលខ្ញុំដាក់ឲ្យច្រើនទៅមកដល់ចូលឲ្យគ្រឿងអូយឆ្ងាញ់ណាស់ពុកម៉ែណាចូលជាតិបានល្អណាស់ពុកម៉ែបងប្អូនដឹងតែឆ្ងាញ់ហើយឥឡូវបុកបានរួចរាល់ហើយខ្ញុំចុកដាក់ចានបាល់នេះញ៉ាំមកគ្រួសារបន្ថែមសណ្តែកដីឥឡូវគឺខ្ញុំមកឆាកៅឈូកម្ដងខ្ញុំដាក់ខ្លាញ់ឲ្យបានក្តៅបន្តិចទៅខ្ញុំចាក់ខ្ទឹមចូលរបស់យើងហ្នឹងគឺបានក្រហមកន្លាត់ល្អហើយមានរសជាតិឈ្ងុយហើយអញ្ចឹងគឺខ្ញុំបន្ថែមស្ករខ្ញុំដាក់ស្ករបន្តិចដែរ
mình thanទឹកត្រីបន្តិចmìnhជិះឈ្ងុយហ្មងពុកម៉ែដាក់សាច់គោចូលmình tham ít chén mình xài súp đường chón cô thì mà lượng ban sắp mình tham một tên một tách ăn mà để bình tĩnh nè không đã cả ai chụp trầu ai chụp được bao nhiêu cái chay là ôm tên lần na bông ôn ơi vui vui giống cha mà đòn trắng á ngắn na bông ôn nhưng mình tham tập bình tĩnh đấy nhưng mình tham là cái tâm mình tách ở lấy cái phu ăn ở hết ở lấy cho ăn hết là mồm ăn món nón na phụ mai ơi bọc là hông là biệt sọc sái phụ mai ngăn mình tên miền tăng bị tây cha âm pơ chay play là hông nâng ăn lụa chay cứ ngăn na phụ mai bông ôn sạ thưa đang tập ngăn hai rồi xong chơi phụ mai bông ôn chơi vì sao bọc là hông âm pơ chay cho mùi tây cha cho mùi nâng trong cua sa nên nhom bài sọc sái phụ mai đã vậy Dân. Cho bạn nên mất bông ôn cho mùi nâng bọc cô cái sạp dưỡng mùi nâng pha sạp lắm á miền đồ chiết ngồi lấy chả sần đại đấy nâng đồ chiết âm pơ cháy chu chu tịch tịch á cứ ngăn tàn tôi sợ lại nè hả nhanh mỏng mặt tiết đã chỉ muốn nó là cái tuốt nhưng mà cũng mọc mặt trong trái chung môi bột bia đá nhìn cần
ចាឥឡូវវីដេអូរបស់ស្រីទូចបញ្ចប់តែត្រឹមនេះហើយពុកម៉ែបងប្អូននាងខ្ញុំសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូស្រីទូចតាំងពីដើមរហូតដល់ចប់ស្រីទូចសូម Subscribe និង Like និង Share ម្នាក់មួយមកពុកម៉ែបងប្អូនដើម្បីឲ្យមានវីដេអូបន្តបន្ទាប់ជូនពុកម៉ែបងប្អូនទស្សនានេះគឺជា Channel ថ្មីរបស់ស្រីទូចកុំភ្លេចជួយគាំទ្រស្រីទូចផងស្រីទូចសូមអរគុណទុកជាមុនធំស្រីទូចសូមអរគុណសូមជម្រាបលាបាយបាយ